នេះគឺជាព័ត៌មានបរិះជនជាតិចិនម្នាក់នៅសាងជូវហ្នឹងគឺគាត់ចូលចិត្តហូបត្រីឆៅសាសាមីស៊ូស៊ីអាត្រីឆៅហ្នឹងឯងដែលប្រហែលជាមិនស្អាតហូបទៅដោយអានេះពងនេះថ្ងៃមួយគាត់មានអារម្មណ៍ថាឈឺក្បាលក្អួតហើយប្រកាច់អីចឹងណាដល់ពេលទៅពេទ្យធ្វើ CT scan មើលក្នុងរាងកាយគាត់សឹកតែពងដង្កូវហ្នឹងទៅពេលវាញាស់វែងដូចតែញ៉ាចឹងពេញនៅរាងកាយហ្មងហើយដល់ពេលដែលវាញាស់វាទៅណាវាធ្វើដំណើរទៅរកខួរក្បាលយើងដល់ពេលវាទៅនៅក្នុងខួរក្បាលយើងវាធ្វើឲ្យយើងមានបញ្ហាដូចប្រកាច់ដូចក្អួតដូចពិបាកគ្រប់គ្រងសាច់ដុំអីផ្សេងចឹងទៅនេះគឺជាគ្រោះថ្នាក់មួយនៃការហូបរបស់ឆៅអញ្ចឹងដល់ពេលដែលយើងហូបរបស់ឆៅគឺយើងត្រូវតែប្រយ័ត្នពេលខ្លះវាអាស្រ័យលើសំណាងដែរសំណាងហ្នឹងមិនបើយើងហូបទៅអត់ដោយទៅវាអត់អីទេតែបើយើងហូបដោយយើងមានបញ្ហាអញ្ចឹងទៅនៅខ្មែរយើងឥឡូវគេចូលចិត្តហូបត្រីឆៅចូលចិត្តហូបរបស់ឆៅខ្លាំងមែនតើអញ្ចឹងអត្រានៃប្រឈមមុខនៃបញ្ហាហ្នឹងគឺវាមានច្រើនប៉ុន្តែគឺវាអាស្រ័យទៅលើគុណភាពរបស់ត្រីហើយនឹងការត្រួតពិនិត្យនៅគុណភាពរបស់ត្រីឬក៏បកាឆៅអីអស់ហ្នឹងឯងបើគ្មានការត្រួតពិនិត្យទេមានបញ្ហាហ្នឹងច្រើនពេលខ្លះដោយសារស្រុកយើងវិស័យបច្ចេកវិទ្យានៅខ្សោយពេលខ្លះយើងមានបញ្ហាដោយសាររបស់អញ្ចឹងប៉ុន្តែយើងបានយកចិត្តទុកដាក់នៅពេលដែលឈឺពេលមានបញ្ហាមួយចោតរបស់ផ្សេងអីចឹងទៅអញ្ចឹងយើងត្រូវយកចិត្តដាក់ខ្ញុំនិយាយចឹងមិនឲ្យបងប្អូនខ្លាចរបស់ឆៅទេគ្រាន់តែថាឲ្យយើងប្រយ័ត្នអីចឹងណាចំពោះបើខ្ញុំផ្ទាល់ខ្ញុំអត់សូវហ៊ានហូបរបស់ឆៅហ្មងជាពិសេសរបស់ដែលអត់សូវមានស្តង់ដារទាំងប្រភពមកពីណាអីចឹងឬក៏ខ្មែរយើងអ្នកចូលចិត្តបោះតង់បោះអីទៅចាប់ត្រីឆៅនៅបឹងនៅអីហើយភ្លាច្បាច់ក្រូចឆ្មាហូបអីណាអាហ្នឹងក៏គ្រោះថ្នាក់ដែរខ្ញុំមើលហើយអញញើតជំនួស